បាទវីដេអូមួយនេះខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបការបំលែងវីដេអូទៅជារូបភាពសម្រាប់ការប្រើប្រាស់នៃការបំលែងនៃវីដេអូទៅជារូបភាពគឺខ្ញុំនឹងធ្វើការប្រើប្រាស់នៅកម្មវិធីមួយដែលមានឈ្មោះថា VLC Media Player ខ្ញុំធ្វើការបើកបន្តមកទៀតគឺយើងត្រូវធ្វើការបើកហើយយើងត្រូវចុចនៅត្រង់កន្លែងពាក្យ Tool ខ្ញុំជ្រើសរើសយកពាក្យ Preference ខ្ញុំធ្វើការ Select All បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺយើងត្រូវធ្វើការចុចនៅត្រង់កន្លែងពាក្យ filter គឺយើងត្រូវរកមើលនៅពាក្យ scene filter តបមកទៀតនៅត្រង់កន្លែងពាក្យ file name perfect គឺខ្ញុំដាក់ file png បាទនៅត្រង់កន្លែង directory path perfect គឺខ្ញុំធ្វើការ delete ខ្ញុំនឹងធ្វើការបង្កើតនៅ new folder ថ្មីមួយនៅក្នុង document ខ្ញុំដាក់11បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺយើងត្រូវធ្វើការ copy ខ្ញុំធ្វើការ paste នៅត្រង់កន្លែងពាក្យ pro-op directory path perfect ខ្ញុំជ្រើសរើសយកពាក្យ cell បាទគឺរួចរាល់គឺយើងត្រូវចុចនៅត្រង់កន្លែងពាក្យ tool ម្ដងទៀតជ្រើសរើសយកពាក្យ perfect preference យកពាក្យ all យើង select នៅត្រង់កន្លែងពាក្យ filter ខ្ញុំធ្វើការ create scene video filter ហើយយើងត្រូវធ្វើការចុចនៅពាក្យ OK ត្រង់ចំណុចកន្លែងនេះគឺយើងត្រូវធ្វើការបើកនៅវីដេអូ